Edu សិក្សាភាសាអង់គ្លេសគ្រប់ពេលវេលាគ្រប់ទីកន្លែងជំរាបសួរនិងស្វាគមន៍បងប្អូនដែលសិក្សានៅក្នុងវគ្គសិក្សា TOEFL Reading នៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយរៀបរាប់ខ្លីៗអំពីទស្សនវិជ្ជាទូទៅនៃវគ្គសិក្សារបស់យើងទាំងមូលដែលវគ្គសិក្សា TOEFL Reading នេះមានការរៀបចំយ៉ាងពិសេសសម្រាប់បងអ្នករៀនភាសាអង់គ្លេសក៏ដូចជាអ្នកដែលត្រៀមខ្លួនក្នុងការប្រឡងចូលសាលា IFL អាហារូបករណ៍ក្រសួងឬក៏ស្ថាប័នរដ្ឋនិងជាពិសេសគឺរៀបចំសម្រាប់បងប្អូនដែលចង់ពង្រឹងចំណេះដឹងផ្នែកអំណានកម្រិតខ្ពស់គឺបែប TOEFL នឹងតែម្ដងដែលវគ្គសិក្សានេះគឺយើងរៀបចំយ៉ាងពិសេសដែលមិនត្រឹមតែជួយបងប្អូនចេះអានទេគឺយើងមានផ្ដល់ជាគន្លឹះជាវិធីសាស្ត្រជាយុទ្ធសាស្ត្រក្នុងការប្រឡងយ៉ាងណាផ្នែកអំណាននេះគឺឲ្យមានប្រសិទ្ធភាពហើយទទួលបានបន្ទុកច្រើនផងដែរដែលក្នុងវគ្គសិក្សានេះមានគន្លឹះឬក៏យុទ្ធសាស្ត្រក្នុងការធ្វើលំហាត់ចំនួន10ចំណុចដើម្បីប្រឡងប្រភេទ reading នេះឲ្យបានបន្ទុកល្អដែលយុទ្ធសាស្ត្រទាំងអស់នោះមានដូចជា factual evaluation negative factual evaluation ឬក៏ fill in the gap ឬក៏អានដើម្បីរក main idea របស់ប្រយោគជាដើមនៅក្នុងនោះមានរហូតដល់10ចំណុចដែលយើងនឹងបង្រៀនឬក៏នឹងបង្ហាញជូនបងប្អូនអមជាមួយនឹងឧទាហរណ៍ក្នុងការអនុវត្តឲ្យបងងាយស្រួលនិងអាចយកទៅប្រើប្រាស់បានផងដែរអញ្ចឹងជាសរុបទៅវគ្គសិក្សានេះគឺរៀបចំពិសេសសម្រាប់បងអ្នករៀនហើយនិងអ្នកដែលត្រៀមប្រឡងប្រពន្ធដឹងការប្រឡងឥឡូវនេះស្ថាប័នរដ្ឋក្រសួងឬក៏អាហារូបករណ៍គឺគេមានបន្ថែមផ្នែក TOEFL Reading ហើយមួយវិញទៀតសម្រាប់បងប្អូនដែលត្រៀមប្រឡង TOEFL IBT ក៏អាចយកយុទ្ធសាស្ត្រទាំងអស់នេះយកទៅអនុវត្តក្នុងការប្រឡងផ្នែកអំណានផងដែរដោយសារ TOEFL IBT មានអំណានមានស្ដាប់មានសរសេរនិងនិយាយអញ្ចឹងផ្នែកអំណាននេះគឺវាជួយបងប្អូនបានច្រើនដែលអាចឲ្យទីបន្ទុកក្នុងការធ្វើលំហាត់នោះវាបានល្អជាងមុនឬក៏វាបានកម្រិតត្រូវនោះវាខ្ពស់ជាងមុនដូចនេះក្នុងវីដេអូនេះគឺមានព័ត៌មានលម្អិតខ្លីៗប៉ុណ្ណឹងណាសម្រាប់បងប្អូនដែលអ្នករៀនឬក៏អ្នកសិក្សាឬក៏បងប្អូនដែលនៅសិស្សនៅក្នុងវគ្គសិក្សា TOEFL Reading ហើយវីដេអូបន្ទាប់ខ្ញុំនឹងណែនាំគន្លឹះខ្លីៗអំពីយុទ្ធសាស្ត្រក្នុងការសិក្សាឲ្យមានប្រសិទ្ធភាពដូចនេះខ្ញុំសូមអរគុណនិងជម្រាបលា